ធ្លាប់តែឃើញគេចែករំលែកថាកូន3ខែឡើងទៅអាចញ៉ាំ pancake បានអាហារបែប finger food បានជួយកូនមកមីណាខ្លះដែលទៅតែអាយុ6ឬក៏7ខែប៉ុន្តែអត់ចង់ញ៉ាំបបរទេមានចំណង់អាហារបែប finger food ចង់កាន់ញ៉ាំអីខ្លួនឯងអញ្ចឹងអត់ដឹងថាគួរច្នៃ pancake ពីអីមកមីទាំងអស់គ្នាអាចមកមើលវីដេអូមួយនេះបាន recipe ទី1នេះគឺ pancake ធ្វើចេញពីស្រូវសាលីងាយស្រួលខ្លាំងមែនតើអញ្ចឹងជាទូទៅម្សៅ pancake តើអូនអាយុ8ទៅ9ខែទើបអូនអាចប្រើបានអញ្ចឹងបើមកមីទាំងអស់គ្នាចង់សាកធ្វើជា pancake សម្រាប់កូន6 7ខែអីអាចច្នៃចេញពីស្រូវសាលីដូចខ្ញុំនេះបានហើយសម្រាប់ស្រូវសាលី pancake នេះអូនដែលមានជំងឺ G6PD ក៏គាត់អាចញ៉ាំបានដែរដោយសារនៅក្នុងប្រភេទម្សៅ pancake ជាទូទៅគឺអូន G6PD ញ៉ាំអត់បានទេអញ្ចឹងបើមកមីចង់ច្នៃអាចយកស្រូវសាលីនេះច្នៃដូចខ្ញុំបានសម្រាប់ស្រូវសាលីដែលខ្ញុំប្រើថ្ងៃនេះគឺជាប្រភេទ instant baby oat ផលិតផលរបស់ Oatly ហើយប្រភេទស្រូវសាលីនេះអត្ថប្រយោជន៍របស់វាច្រើនមែនតើមកមីទាំងអស់គ្នាប៉ុន្តែខ្ញុំចង់ជំរាបទៀតថាការផ្ដល់ស្រូវសាលីឲ្យកូនញ៉ាំបើសិនជាមកមីផ្ដល់ត្រូវពេលនិងផ្ដល់អត្ថប្រយោជន៍យើងបានច្រើនមែនតើស្រូវសាលីគឺជាប្រភេទអាហារដែលសម្បូរទៅដោយសារធាតុ fiber ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារហើយជួយព្យាបាលការរលាកខាងក្នុង gluten free អញ្ចឹងមកមីត្រូវចាំថាអីដែលសម្បូរទៅដោយសារធាតុ fiber វាអត់សូវជួយឲ្យកូនយើងឡើងគីឡូទេអញ្ចឹងមកមីទាំងអស់គ្នាកុំឲ្យគាត់ញ៉ាំពេលព្រឹកញឹកញាប់ហើយស្រូវសាលីហ្នឹងធ្វើឲ្យអូនឆ្អែតបានយូរអញ្ចឹងតិចនិចមួយទៀតស្រូវសាលីមកមីទាំងអស់គ្នាអាចធ្វើជាមួយនឹងបបរបន្លែផ្លែឈើឲ្យអូនញ៉ាំពេលថ្ងៃឬពេលរសៀលហើយបើសិនជាមកមីទាំងអស់គ្នាដែលគាត់មានកូនបើពេលយប់ញឹកមែនតែនអញ្ចឹងដល់វគ្គដែលកូនញ៉ាំចំណីអាហារមកមីទាំងអស់គ្នាអាចធ្វើស្រូវសាលីឲ្យគាត់ញ៉ាំនៅវេនពេលល្ងាចបានដើម្បីគាត់នឹងពោះឆ្អែតបានយូរហើយវិធីធ្វើរបស់យើងគឺងាយៗខ្លាំងមែនតើមកមីទាំងអស់គ្នាកិនស្រូវសាលីឲ្យម៉ត់ជាមួយនឹងផ្លែឈើឬក៏បន្លែដែលមកមីចង់ធ្វើហើយកុំភ្លេចបន្ថែមជាមួយទឹកដោះគោដែលកូនបើសម្រាប់នៅក្នុងម៉ឺនុយនេះគឺដោយសារខ្ញុំធ្វើកូនធំអញ្ចឹងខ្ញុំប្រើទឹកដោះគោ almond ជាតិចនេះក្នុងការចម្អិនមួយទៀតបើសិនជាមកមីទាំងគ្នាអត់ទាន់ចេះស្មានភ្លើងត្រូវទេឬក៏អត់មានពុម្ពដូចខ្ញុំកុំទាន់ដាក់ស៊ុតអីព្រោះអីពេលដែលយើងដាក់ស៊ុតទៅពេលដែល pancake យើងជួនកាលវាឆ្អិនតែខាងក្រៅឯងឆៅខាងក្នុងអញ្ចឹងអាចធ្វើឲ្យអូនឈឺពោះរីអីបានចំណែក recipe ទី2គឺខ្ញុំធ្វើជាមួយនឹងម្សៅ pancake តែម្ដងមកមីទាំងអស់គ្នាជាប្រភេទម្សៅ pancake របស់ប្រទេសកូរ៉េហើយអូន3ខែឡើងទៅអាចញ៉ាំបានអូនដែលគាត់មិនមានជំងឺ G6PD គឺគាត់អាចញ៉ាំបានអញ្ចឹងមកមីទាំងអស់គ្នាអាចលាយល្បាយតាមខ្ញុំបានអញ្ចឹងសម្រាប់មកមីដែលមានចង្អុលអីផ្សេងៗអាចតាក់ទងមកកូននំរៃបានអរគុណច្រើន